Bạnនេះដើរចូលព្រៃបងប្អូនបាទប្រទះឃើញឡានមួយគេទុកចោលនិយាយពីស្មៅដោះឡើងណានចេះតែម្ដងបាទអញ្ចឹងហើយគាត់ក៏ស្ដាយឡានបាទគាត់ចាប់ផ្ដើមមកបោកកញ្ចក់ពីខាងមុខហើយគឺគាត់ចូលបើកឡានសំខាន់ឡាននឹងនៅឆេះទៀតបងប្អូននេះបាទអញ្ចឹងហើយគាត់ក៏បើកយកទៅលាងអញ្ចឹងណាបាទទុកប្រើការដោយសារតែឡានវានៅថ្មីដែរអញ្ចឹងណាបាទឥឡូវនេះគាត់ចាប់ផ្ដើមកោសជាមួយនឹងស្មៅនឹងចោលហើយបាទនិយាយទៅគឺមិនដឹងថាណាគេបាទយកទៅទុកឡុងចោលថាដីស្ទើរតែស្មៅដោះឡើងជុកតែម្ដងបាទហើយឡាននេះនឹងម៉ាក់ស្អីទេបងប្អូននេះបាទដល់គាត់ចាប់ដល់បោចចំណាប់នៅស្រុកយើងហៅចំណាប់បងប្អូនបាទហៅចំណាប់ហៅអីហ្នឹងបាទបោចចេញអស់ហើយបាទចាំមកទៅដោះអាចឹងវិញមិនយល់នេះដោះអីគេខៀវញប់ចឹងឥឡូវគាត់ចាប់ដល់បោចបោះចោលហើយបាទហើយត្រូវរើលាងទាំងអស់nóថ្មីបងប្អូនថ្មីចេះហ្មងចំឡានអីគេបងប្អូនមកស្គាល់ទេបងប្អូនមកខមមិនម្នាក់មួយមើលឡានដូចជាអសអលមកទេបាទកន្លែងចកោតវាមិញហើយពុកnóថ្មីឡាននេះនៅស្អាតស្អាតមែនតើហ្មងឥឡូវក៏ដោះពុកលាងហ្មងដោះពុកឲ្យលាងខាងក្នុងសិនបាទបន្ទាប់មកគាត់លាងពុកហើយនឹងចុងក្រោយគឺយើងចាប់ចូលពីអញ្ចឹងណាគាត់លាងពុកមុនអត់លាងឡានមុនផងបាញ់សាប៊ូបាទគេនេះណាជួយកាត់សាហាវណាជ្រះស្អែលណាគេហៅមេសាប៊ូដូចមេសាប៊ូអញ្ចឹងបងប្អូនដើរលាងលិចក្លុកអស់ហើយបងប្អូនបាទបើតែបានស្អាតអញ្ចឹងគាត់លាងពុកចិត្តរួចទេបងប្អូនបាទចិត្តរួចរាល់ហើយបាទបន្ទាប់ពីគាត់លាងពុករួចរាល់ហើយបាទគាត់មកលាងឡានម្ដងដោយសារតែឡានវាមិនសូវជាប្រឡាក់ខ្លាំងណាស់ទេនេះប្រឡាក់តែពុកទេប្រឡាក់តែពុកក៏ច្រើនឡានវាលំបពោះសំទេដឹងស្អីគេខ្លះបាទញ៉ៃពេញនឹងតែម្ដងឥឡូវគាត់ចាប់ចូលវិញហើយបងប្អូនអរគ្នាបាទដោយសារតែឡាននេះវាប្រឡាក់មកល្មមដែរទេវាមិនតែប្រឡាក់ខ្លាំងទេបាទចាប់ចូលแล้วបាទដឹងស្អីជាស្អីខ្លះទេបាទរួចរាល់បាត់ហើយនេះតែប៉ុណ្ណេះមកលុយសតចឹងហើយបាទឡានគឺលាងរួចរាល់ហើយបងប្អូននេះបាទគឺស្អាតខ្លាំងមែនតើបាទចឹងបើកទៅប្រយតែម្ដងបាទវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរបាទកុំភ្លេចជួយ like ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗនៅវីដេអូក្រោយបាយបាយ